ទេបុព្រឹកជំរុញសព្វសាយស្បែកខ្មែរនិងអំពាវនាវឲ្យរួបរวมថែរក្សាអត្តសញ្ញាណជាតិខណៈគេតែងប្រាថ្នាជាកម្មសិទ្ធិស្របពេលដែលកំពុងមានការជជែកវិនិច្ឆ័យពីប្រភពដើមនៃសម្លៀកបំពាក់ខ្មែរឈុតស្បែកខ្មែរកំពុងកើតមានយ៉ាងក្តៅគគុកលើបណ្ដាញសង្គមតារាចម្រៀងល្បីឈ្មោះទេបុព្រឹកបានចូលរួមលើកកម្ពស់និងផ្សព្វផ្សាយស្បែកខ្មែរដោយអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែររួមគ្នាថែរក្សានិងបន្តលើកតម្លៃអត្តសញ្ញាណវប្បធម៌ជាតិឲ្យបានគង់វង្សខណៈមានការព្រួយបារម្ភថាប្រទេសក្បែរខាងកម្ពុជាកំពុងប្រឹងព្យាយាមបំផ្លាញថាសម្លៀកបំពាក់ឈុតស្បែកមានដើមកំណើតពីខ្មែរជាកម្មសិទ្ធិរបស់ខ្លួនទាំងបំពេញតាមរយៈសារដែលនាងបានចែករំលែកនៅលើបណ្ដាញសង្គមរបស់នាងអ្នកនាងទេបុព្រឹកបានបង្ហាញក្នុងឈុតស្បែកខ្មែរភ្ជាប់នឹងទិដ្ឋភាពប្រាសាទដ៏ល្អវិចិត្ររបស់កម្ពុជាក្នុងន័យបង្ហាញថាស្បែកមិនត្រឹមតែជាសម្លៀកបំពាក់សម្រាប់ពិធីបុណ្យឬពិធីការផ្សេងៗប៉ុណ្ណោះទេប៉ុន្តែជានិមិត្តរូបដ៏សំខាន់មួយនៃអរិយធម៌និងអត្តសញ្ញាណវប្បធម៌ខ្មែរទេបុព្រឹកថាស្បែកខ្មែរគួរតែថែដោយញាតិអត្តសញ្ញាណជាតិសម្គាល់ខេមរាស្បែកខ្មែរយើងតែងមានគេប្រាថ្នាស្បែកខ្មែរយើងណាចូលអ្នកចងចាំចូលអ្នករួបរวมភ្ជាប់និស្ស័យប្រយ័ត្នសម្ដីប្រែคล้ายជាកម្មយើងខ្មែរតែមួយកត់ចំណាំស្បែកខ្មែរថែផ្ដាំតកូនចៅការចូលរួមរបស់ទេបុព្រឹកក្នុងការផ្សព្វផ្សាយស្បែកខ្មែរត្រូវបានមហាជនជាច្រើនសរសើរថាជាគំរូល្អសម្រាប់សិល្បករជំនាន់ថ្មីក្នុងការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីលើកកម្ពស់និងការពារវប្បធម៌ជាតិអ្នកគាំទ្រជាច្រើនបានបង្ហាញការគាំទ្រនៅលើបណ្ដាញសង្គមដោយលើកឡើងថាការផ្សព្វផ្សាយបែបនេះអាចជួយឲ្យយុវជនជំនាន់ក្រោយមានការយល់ដឹងនិងមានមោទកភាពលើអត្តសញ្ញាណវប្បធម៌ខ្មែរកន្លងមកក្រុមអ្នកវិភាគផ្នែកវប្បធម៌ពិសេសក្រសួងស្ថាប័នពាក់ព័ន្ធសុទ្ធតែមើលឃើញថាសិល្បករមានតួនាទីសំខាន់ក្នុងការថែរក្សានិងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ជាតិនៅសម័យដែលបណ្ដាញសង្គមមានឥទ្ធិពលខ្លាំងការបង្ហាញសម្លៀកបំពាក់ប្រពៃណីដូចជាស្បែកខ្មែរតាមរយៈសិល្បករឬបុគ្គលសាធារណៈអាចជួយបង្កើនការយល់ដឹងនិងការទទួលស្គាល់ពីសំណាក់សាធារណជនទាំងក្នុងនិងក្រៅប្រទេសជាក់ស្ដែងស្បែកខ្មែរត្រូវបានចាត់ទុកថាជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ខ្មែរដែលតែងតែត្រូវបានប្រើប្រាស់ក្នុងពិធីបុណ្យប្រពៃណីពិធីមង្គលការនិងពិធីផ្សេងៗជាច្រើនស្បែកមិនត្រឹមតែបង្ហាញពីសម្រស់នារីខ្មែរប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ហាញពីសិល្បៈរចនាបថនិងបេតិកភណ្ឌវប្បធម៌ដែលមានប្រវត្តិសាស្ត្រយូរអង្វែងផងដែរក្នុងកលៈទេសៈដែលថៃតែងតែប្រឹងប្រជែងបំភ្លៃវប្បធម៌កម្ពុជាអ្នកពាក់ព័ន្ធជាច្រើនជឿថាការចូលរួមផ្សព្វផ្សាយនិងការពារអត្តសញ្ញាណវប្បធម៌គឺជាការទទួលខុសត្រូវរួមរបស់ប្រជាពលរដ្ឋគ្រប់រូបដើម្បីធានាថាបេតិកភណ្ឌវប្បធម៌មានតម្លៃទាំងនោះនឹងត្រូវបានរក្សាទុកនិងបន្តទៅកាន់ជំនាន់ក្រោយដោយមិនបាត់បង់អត្តសញ្ញាណដើម។